រឿងបញ្ចបក្ខីការច្រណែនជាពូជរបស់ពាក្នុងលោកកាលពីបឋមកប្បនេះមានសត្វបក្សី5គឺហង្សគ្រុឌសេកក្អែកមីមសត្វទាំង5នេះជាប្រមុខរបស់បក្សីទាំងឡាយក្នុងពេលនោះឯសត្វទាំង5នេះមានសមត្ថភាពស្មើគ្នាពុំមានសត្វណាគោរពស្ដាប់បង្គាប់សត្វណាឡើយទោះបីមានសត្វសាហាវមកបៀតបៀនបក្សីណាមួយក៏គ្មានសត្វការពារមើលគ្នាឡើយកោឡាហលក៏កើតឡើងដល់បក្សីទាំងឡាយនោះរាល់ពេលវេលាថ្ងៃមួយពួកបក្សីចាស់បានហើរទៅប្រជុំគ្នាលើដុំមនោសាលាខ្ពស់មួយបានប្រឹក្សាគ្នាថាយើងគួររើសបក្សីណាមួយដែលអង្គអាចឲ្យធ្វើជាស្ដេចគ្រាន់បានជាទីគោរពនិងមើលការខុសត្រូវដើម្បីឲ្យមានសន្តិសុខក្នុងពួកបក្សីយើងបក្សីចាស់ដទៃទៀតនិយាយឡើងថាបើដូច្នេះគួរយើងទៅប្រមូលពួកបក្សីទាំងអស់គ្រប់ប្រភេទឲ្យមកកាន់ទីនេះហើយយើងត្រូវរើសបក្សី5រូបដែលមានសមត្ថភាពល្អឲ្យធ្វើជាបេក្ខបក្សីទើបយើងរើសយកតែមួយរូបឲ្យធ្វើជាស្ដេចទើបសមគួរនិយាយហើយក៏ទៅហៅពួកបក្សីទាំងអស់ឲ្យមកប្រជុំគ្នាទៅលើដុំមនោសាលានោះដល់មកជួបជុំហើយបក្សីចាស់មួយរូបនិយាយថាបណ្ដាបក្សីទាំងអស់នេះយើងរើសយកបក្សី5រូបគឺហង្ស1សេក1ក្អែក1មីម1ឲ្យធ្វើជាបេក្ខបក្សីតើអ្នកទាំងអស់គ្នាគួរយកបក្សីណាឲ្យធ្វើជាស្ដេចពេលនោះមានសត្វខ្លែងស្រៈមួយបានឆ្លើយតបថាគួរតែតាំងសត្វមៀមឲ្យធ្វើជាស្ដេចរបស់បក្សីទាំងឡាយព្រោះមៀមជាស្ដេចអង្គអាចមានភ្នែកដ៏ល្អអាចមើលការខុសត្រូវបានច្រើនចម្ពោះមានសម្លេងដ៏ពីរោះហើយជាអ្នកខ្លាំងក្លាផងបក្សីទាំងឡាយក៏ព្រមអនុម័តតាមបានបន្លឺសម្លេងកឹកកងឡើងថាស្រួលហើយក្នុងការនោះមានសត្វក្អែកចាស់មួយប្រាថ្នាចង់សោយរាជ្យក៏ស្រែកបញ្ចេញមតិជំទាស់ឡើងថាសត្វមៀមនេះជាកោសយគោតមានជាតិថោកទាបទាសអប្រិយតែថាបើញាតិទាំងឡាយស្ដាប់ពាក្យរបស់ខ្ញុំនឹងនិយាយឲ្យស្ដាប់បក្សីទាំងអស់ក៏បើកឱកាសឲ្យក្អែកនិយាយថាតាមមតិរបស់ខ្ញុំមិនគួរឲ្យមៀមធ្វើជាស្ដេចត្រួតត្រារក្សាសុខទុក្ខរបស់យើងទាំងឡាយទេព្រោះមៀមនេះមានមុខក្រញើអាក្រក់ពេកណាស់បើតាមលក្ខណៈក្បួនចាស់ទំនាយថាមុខមិនទទួលភ្ញៀវមិនទាន់ខឹងផងមុខដូចជានឹងទៅហើយបើយ៉ាងនេះតើបក្សីណានឹងហ៊ានទៅប្រស្រ័យការផងបានមិនគួរតាំងឲ្យធ្វើជាស្ដេចឡើយបក្សីទាំងឡាយក៏ទទួលព្រមតាមក្អែកបានបន្លឺសំឡេងកឹកកងថាមែនហើយឲ្យធ្វើជាស្ដេចមិនកើតទេព្រោះភ្នែកអាក្រក់ណាស់បន្ទាប់នោះមានសត្វថ្មាតចាស់មួយស្រែកបញ្ចេញមតិឡើងថាតាមទំនៀមបុរាណបើបុគ្គលណាឆ្លៀសវៃអាចចាប់ពីរត់របស់ជនជាធំបានដោយសមហេតុផលតាមគន្លងច្បាប់ត្រូវតាំងអ្នកនោះឲ្យធ្វើជាធំវិញហេតុនេះត្រូវតែយើងតាំងក្អែកឲ្យធ្វើជាស្ដេចព្រោះជាសត្វឃ្លាវខ្លាហើយវាងវៃល្មមជាប្រមុខរបស់យើងបានបក្សីទាំងឡាយក៏បន្លឺសំឡេងកកងឡើងថាពាក្យរបស់ថ្មាតនេះត្រឹមត្រូវណាស់គួរយើងតាំងក្អែកឲ្យធ្វើជាស្ដេចចោះពេលនោះមៀមពុំសុខចិត្តបានសូមឱកាសនិយាយបក្សីទាំងឡាយក៏ព្រមបើកឱកាសឲ្យទើបមៀមស្រែកនិយាយឡើងថាពាក្យដែលថ្មាតនិយាយនោះត្រូវតាមច្បាប់បុរាណហើយ
ប៉ុន្តែក្អែកនេះមិនគួរសមតាមច្បាប់នោះទេព្រោះមានអតីតនិទានដំណាលថាសត្វក្អែកជាចន្ទឌាកូតអាក្រក់ថោកទាបបំផុតជាអ្នកមានទោសកំហុសក្បត់ផែនដីទៅរាជការកាត់ទោសយកទៅដុតទាំងរូបប៉ុន្តែវារត់រួចមកបានជាខ្មៅកខ្វក់យ៉ាងនេះបើអ្នកមានទោសកំហុសដល់ម្លឹងតើឲ្យធ្វើជាធំដោយម្ដេចកើតបក្សីទាំងឡាយបានបន្លឺសំឡេងកកងឡើងថាពាក្យរបស់មេមនេះត្រូវណាស់ព្រោះអ្នកទោសមានកំហុសបុរាណមិនដែលឲ្យធ្វើជាធំទេបើដូច្នេះយើងត្រូវរើសបក្សីដទៃទៀតក្អែកបានស្ដាប់ពាក្យនោះក៏ខឹងច្រឡោតមហិមាទើបស្រែកឡើងថាមនាក្អែកគ្នាយើងទាំងឡាយអញវិនិច្ឆ័យហើយព្រោះតែអាមៀមមុខខ្មោចមុខដូចគេខំនេះឯងឯសត្វមៀមបានឮថាមុខខ្មោចមុខដូចគេខំដូច្នេះក៏ខឹងច្រឡោតស្រែកឡើងថាមនាមៀមគ្នាយើងទាំងឡាយអញវិនិច្ឆ័យហើយព្រោះតែអាក្អែកចន្ទឌាមានទោសឧក្រិដ្ឋគេដុតទាំងរស់នេះឯងសត្វទាំងពីរក្រុមនេះក៏ឆ្លោះទាស់ទែងប្រជិតគ្នាជាខ្លាំងពួកបក្សីទាំងឡាយនាំគ្នាបញ្ចេញពីទីប្រជុំសត្វទាំងពីរក្រុមក៏ហើរចេញទៅប្រជិតគ្នានៅខាងក្រៅទៀតហើយចងគំនុំនឹងគ្នាអស់មួយកាប់សត្វទាំងពីរក្រុមក៏មានពៀនឹងគ្នារហូតដល់មកក្នុងការឥឡូវនេះកាលបើសត្វទាំងពីរក្រុមចេញផុតហើយបក្សីទាំងឡាយក៏បើកពេលប្រជុំម្ដងទៀតពេលនោះមានបក្សីចាស់មួយរូបនិយាយឡើងថាយើងគួរយកសត្វគ្រុឌឲ្យធ្វើជាស្ដេចចុះព្រោះជាសត្វមានកម្លាំងខ្លាំងក្លាជាងសត្វនានាលុះនិយាយចប់ហើយមានសេចចាស់មួយជាបណ្ឌិតបាននិយាយប្រកាសថាសត្វគ្រុឌមានកម្លាំងខ្លាំងជាងសត្វនានាមែនហើយប៉ុន្តែខ្វះបញ្ញាសម្បត្តិនិងចរិយាសម្បត្តិបើសត្វហង្សទៅគួរជាងព្រោះជាសត្វបរិបូរណ៍ដោយរូបសម្បត្តិបញ្ញាសម្បត្តិចរិយាសម្បត្តិនិងគុណសម្បត្តិជាអ្នកមានសមត្ថភាពគ្រប់គ្រាន់ល្មមធ្វើជាស្ដេចបានពួកបក្សីទាំងឡាយមានគ្រុឌជាដើមបានទទួលព្រមតាមមតិរបស់សេកក៏បន្លឺសំឡេងកកងឡើងថាសាធុសាធុសូមរំហើយទើបសន្មត់តាំងសត្វហង្សឲ្យធ្វើជាស្ដេចបក្សីតាំងពីកាលនោះមក